8 ធ្នូខ្ញុំបានចេញមកជំរុំចាក់ចេញពីភូមិមកទួលភ្នំកំបោរគោយន្តច្រើនណាស់មនុស្សក្មេងចាស់ឈូឆាស្នូបផ្ទុះបន្តវឹកវរព្រំដែនខ្មែរថៃស្នូក្រឹមស្រឹមក្រហមលឺលាន់ខ្លាំងណាស់ទាំងក្មេងទាំងចាស់ផ្លាស់មកជុំរកថ្មីស្នូកំភ្លើងផ្ទុះឡើងទិសអូដ៏មានជ័យប្រជាជនភឹកភ័យប្រស្រីរកទីជុំរកូនដល់ថ្ងៃទី10ញើជាប់ពេញប្រាណយន្តថោះរំខានបានទៅជំរុំឈរអោទឹកដីថ្មីមិនធ្វេយើងត្រូវតែមកខ្យល់ភៀវបោកបោក្រហែតែតង់ទាំងអស់អេដ6បោះពួយទាំងទី50ស្នូបទុកក៏ក្រៅដោយគ្មានក្តីស្រណោសូមទេវតារក្សាកូនខ្មែរផងចូលផុតភ័យទាំងអស់បានរស់ជួបជុំគ្រួសារ